Tam chân lo phẩu pra bột tờ ong trung cho tờ cung tiệp côn chơ mùi tớp ca sạp bị khổ kra sang kia đây sạch là ô rô bọc luôn xâm rạp oi pra bột tờ ong cùng và xa xa trung chiếp đôi pra nhiên thả ba ra mây rô bọc ra ca sạp đai sân xóm một hào nụ là môm nâng krô là môm nâng krông xâm bột đai pra ong trung pra pra hào trung ong ai xâm bột nụ trà thả ca sạp sang khi đây để thưa đôi sầm bột chặt tiếng ni rô bò nẹt tuần lọ ca sa bị khổ chìa thả và sa đa miên bom non nâng đần đọp từ bằng áo thoai nơi sang khi đây nuôi chấm bùa bẹ ong nâng xôm pra tiên chỉ vô chặt đai bẹ ong trung pra pra đần đọp chấm nua và sam bột trung tra thả ca sọp thầm đa chỉ vô chặt pro ca pra pra rô bò bẹ bột từng lại bộc cô nè ai không ca bùng pin vọt bạ để bắt tớp xóm cua tổ tuổi ព្រោះថាក្នុងថ្ងៃដែលតថាគតបាំងសកោយកសម្ពុតនេះមហាប្រតាពីបានកម្រើករហូតដល់ទឹកទ្រផែនដីក្រោយមកទើបបដូរជីវរជាមួយនឹងការសពពិខុក្នុងខណៈនោះផែនដីបានកម្រើកទៀតដោយទទួលដឹងថាព្រះអង្គទ្រង់ធ្វើវត្ថុដែលធ្វើបានដោយកម្រព្រោះថាជីវរដែលព្រះអង្គដណ្ដប់ហើយមិនធ្លាប់ប្រទានដល់សាវកអង្គណាឡើយ ការសពវិខមិនដំកើងខ្លួនថាយើងបានជីវររបស់ព្រះពុទ្ធមកក្រងតែត្រឡប់គិតថាយើងគួរធ្វើយ៉ាងណាឲ្យក្រៃលែងឡើងទើបសមាទានធុដង13ក្នុងសំណាក់ព្រះសម្ពុទ្ធនិងប្រកាន់ខ្ជាប់វត្ត3ប្រការគឺកាន់បាំងសកលជ័យវរ1សមាទានការត្រាច់បណ្ឌបាតជាវត្ត1សមាទានការនៅព្រៃជាវត្ត1 សូម្បីនៅក្នុងទីចិត្តព្រះសម្មាសម្ពុទ្ធកាសបៈភិក្ខុក៏ប្រព្រឹត្តបដិបត្តិដូចនេះជាប្រកដីប្រកាសសពជាសេខបុគ្គលត្រឹម7ថ្ងៃក្នុងអរុណទី8បានសម្រេចអរហត្តផលព្រមដោយបដិសម្ភិទា4ព្រះសម្ពុទ្ធទ្រង់សរសើរថាការសពជាកម្ពុជាជាភិក្ខុទាំងឡាយអ្នកទ្រទ្រង់ធុដង នឹងផាត់ទាការពលានីក្រោយពីបែកផ្លូវគ្នាពីប្តីហើយដើរទៅស្នាក់នៅក្នុងសំណាក់របស់បរិពាជក់ឈ្មោះទិដ្ឋយារាមចិត្តវត្តចេតពុនដែលអស់រយៈ5ឆ្នាំក្នុងគណៈនោះព្រះសម្ពុទ្ធនៅមិនទាន់ទ្រង់អនុញ្ញាតឲ្យស្ត្រីបួសក្រោយអំពីព្រះនាងមហាបជាបតិកោតមីឧបសម្បទាហើយទើបនាងចូលមកបួសក្នុងសំណាក់របស់ភិក្ខុនៃ បំពេញសមណធម៌មិនយូរប៉ុន្មានក៏បានសម្រេចអរហត្តផលព្រះសម្ពុទ្ធទ្រង់លើកដំកើងនាងផាត់ទាការពលានីថេរីថាជាកម្ពុជាជាងភិក្ខុនៃទាំងពួងអ្នកមានបុព្វេនិវាសានុសតិញាណ